ឲ្យតែមកដល់កន្លែងនេះគ្មានចង់ទៅផ្ទះវិញទេសប្បាយជាង shopping ទៀតបងប្អូនណានិយាយមែនហើយបើសិនបងប្អូនបានមកកន្លែងនេះហើយចង់រើសអីជាងគេនៅនេះស្អីក៏មានដែរចាមានងាវ oyster ចៅក្តាមក្រុមចាឲ្យតែយើងមានពេលរើសមកសាឡាញ់តែម្នាក់រើសបានតែ10គីឡូទេណាហើយនៅក្នុងវីដេអូនេះនាងខ្ញុំនឹងមកប្រាប់ពីទីតាំងដែលនាងខ្ញុំមករើសហ្នឹងណានៅកន្លែងណានៅក្នុងប្រទេសហូឡង់នេះហើយក៏ដូចជា tip មួយចំនួនមុនពេលបងប្អូនមកដល់ត្រូវធ្វើមិនខ្លះកុំឲ្យមកដល់ខកចិត្តបើបានឃើញវីដេអូនេះហើយកុំភ្លេច share ចាចែករំលែកទាំងអស់គ្នាចាជាពិសេសអ្នកជួយចិត្តគ្រឿងសមុទ្រណាដឹងតែមកត្រូវម៉ាច់ហ្មងបងប្អូនមកលេងហូឡង់ប៉ះខែក្តៅកុំរំលងវីដេអូនេះឲ្យសោះនៅប្រទេសហូឡង់នេះមានកន្លែងរើសគ្រឿងសមុទ្រផ្សេងគ្នាចាអញ្ចឹងកន្លែងដែលពួកខ្ញុំទៅថ្ងៃនេះហ្នឹងមានឈ្មោះថា Sint Philips Land គឺទៅជាប្រចាំហ្មងហើយរបៀបចុចរកផ្លូវបងប្អូនចូលទៅក្នុង Google Map ណាហើយយើងចុចពាក្យ Willemspolder ហើយខាងក្រោមហ្នឹងគេដាក់ថា Sint Philips Land បងប្អូនចុចតែប៉ុណ្្នឹងទៅវានឹងនាំផ្លូវហើយប៉ុន្តែដល់ផ្លូវបត់ហ្នឹងគឺនឹងខ្ញុំនឹងបង្ហាញនៅក្នុងវីដេអូនេះជាបន្តទៀតថាបត់កន្លែងណាពួកអីអាចជិះហួសហើយខ្លាចបងប្អូនវែងណាពួកកន្លែងហ្នឹងគឺជាទំនប់ទប់ទឹកសមុទ្រមិនមែនជាកន្លែងគេហែលទឹកហែលអីទេកន្លែងហ្នឹងខ្យល់រៀងខ្លាំងតិចចាអញ្ចឹងពេលបងប្អូនទៅឆែកមើលអាកាសធាតុស្រួលបួលធ្វើម៉េចកុំឲ្យប៉ះថ្ងៃដែលមានភ្លៀងចាវាអាចមានផ្គរទេហ่ะចូលមកកាន់ website នេះមកចាជា website មើលអាកាសធាតុនៅប្រទេសហូឡង់ហើយបងប្អូនចុចពាក្យថា Brownies ហើយយើងឃើញពាក្យ Nederland ចាប្រទេសហូឡង់ខាងក្រោយហ្នឹងគឺត្រូវហើយចុចតែប៉ុណ្្នឹងមកវានឹងបង្ហាញឲ្យថាអាកាសធាតុនៅម្ដុំហ្នឹងវាបែបម៉េចនេះខ្ញុំធ្វើតែអញ្ចឹងទេជិះយូរទៅបងប្អូនឃើញនេះប៉មខាងស្ដាំនេះហ្នឹងគេហៅប៉មអញ្ចឹងណាអាគាររៀងខ្ពស់នេះចាបានន័យថាចិត្តដល់ផ្លូវបត់ហើយជិះប្រហែលជាខ្ទង់5នាទីអីទេបងប្អូនយើងជិះមកត្រង់រហូតមកតិចទៀតបងប្អូននឹងត្រូវបត់ឆ្វេងចារៀងប្រអន់លបឿនតិចខ្លាចជិះហួសនេះឃើញផ្លាកលបឿនលេខ60ហើយខាងលើហ្នឹងគេដាក់ថាសោតវេសចាផ្លាកពណ៌ខៀវហ្នឹងឈ្មោះផ្លូវឈ្មោះសោតវេសបងប្អូនបត់ចូលមកវីដេអូនេះថតទុកមើលខ្លួនឯងដែរទេពេលណាមកខ្លួនឯងសួរចំណាំផ្លូវព្រោះភាគច្រើនប្តីគាត់អ្នកបើកហើយជិះមកហ្នឹងបងប្អូនសិតតាវាលស្រែទេអ្នកសងខាងហ្នឹងឆ្វេងដៃទួលហ្នឹងគឺទំនប់ទឹកជាកន្លែងដែលគេទប់ទឹកសមុទ្រណាបងប្អូនជិះតាមនឹងមកនេះនាងខ្ញុំថតទាំងមូលចឹងហ្មងទៅស្រួលពិបាកបញ្យល់បើសិនជានាងខ្ញុំបញ្យល់បត់ឆ្វេងបត់ស្ដាំគឺថាដឹងអំវែងហើយមកដល់នេះចាប់ផ្ដើមឃើញឡានចតច្រើនសិតទៅឡានប្រទេសជិតខាងមានបែលហ្សិកបារាំងអាល្លឺម៉ង់អញ្ចឹងនាងខ្ញុំទៅចតនៅខាងចុងចាហើយម្ដុំនេះរៀងលហលហេវតិចខ្យល់ខ្លាំងចឹងហើយសបោរហាត់ខ្យល់អត់មានបកគោទេណាបងប្អូនបញ្ជាក់ចាកន្លែងនេះអត់មានបកគោទេអ្នកខ្លះគឺគេចាប់គ្រឿងសមុទ្រហើយគេនៅអង្គុយនៅនឹងដល់ល្ងាចហ្មងប៉ុន្តែពួកខ្ញុំរើសគ្រឿងសមុទ្រហើយពួកខ្ញុំទៅមកកន្លែងទៀតហ្នឹងក៏មានក្តាមដែរចាមានតែក្តាមទេហើយមានបកគោមានខ្សាច់កន្លែងហែលទឹកសម្រាប់ក្មេងៗហើយកន្លែងហ្នឹងអត់សូវឆ្ងាយពីកន្លែងមួយនេះប្រហែលទេចាអញ្ចឹងនេះខ្ញុំនឹងបង្ហាញពីទីតាំងនៅវីដេអូក្រោយដោយសារវីដេអូនេះដាក់ចូលគ្នាទៅវារៀងវែងជ្រុលពេកចានិយាយឥឡូវមកដល់ហើយមុនបងប្អូនមកដល់ត្រូវដឹងសិនថាទឹកស្រកម៉ោងប្រហែលចាបើសិនជាមកអត់តន់ទឹកស្រកទេស្ទូចបានតែក្តាមទេកន្លែងនេះណាចាមកធ្វើម៉េចឲ្យតន់ទឹកស្រកឬក៏មុនទឹកស្រកក៏បានដែរអញ្ចឹងបងប្អូនចូលទៅក្នុង Google បងប្អូនសរសេរពាក្យថា Ebb and Flood Sint Philips Land ចាបានន័យថាទឹកចូលទឹកនេកនៅតំបន់ Sint Philips Land អញ្ចឹងគេបង្ហាញថាវាស្រកទឹកម៉ោងប្រហែលម៉ោងប្រហែលហើយក៏ក្នុងនោះក៏គេបង្ហាញអាកាសធាតុនៅតំបន់នេះដែរចាំនាងខ្ញុំដាក់ link នៅខាងក្រោម comment ចាបងប្អូនចុចចូលមើលទៅ website ហ្នឹងគេបង្ហាញពីទឹកឡើងទឹកស្រកនៅពេលណាអញ្ចឹងព្រួញខៀវបុកមកក្រោមហ្នឹងគឺទឹកស្រកដល់បាតហើយចំណែកព្រួញបៃតងបុកឡើងមកលើហ្នឹងបានន័យថាសញ្ញាដូចថាទឹកវាឡើងដល់ឡើងពេញព្រាបហើយបងប្អូនចាមួយថ្ងៃទឹកហ្នឹងស្រក2ដងស្រកម្ដង6ម៉ោងឡើង6ម៉ោងអញ្ចឹងបងប្អូនសំខាន់ជាងគេអានឹងឯងបើសិនជាមកអត់តន់ទឹកស្រកទេគឺថាមកយកអីអត់កើតទេបានតែក្តាមឯណាមករើស oyster កុំភ្លេចពាក់ស្បែកជើងក្រាស់បាតក្រាស់ការពារជើងកុំឲ្យមុតណាហើយកុំភ្លេចមានស្រោមដៃផងចានេះខ្ញុំធ្លាប់មករើស oyster អត់ពាក់ស្រោមដៃនិយាយថាឡើងសោះសាច់ហ្មងឡើងសុទ្ធតែស្នាមដូចស្នាមមុតកបិតអញ្ចឹងបងប្អូនត្រៀមស្រោមដៃហើយបើចង់ស្ទូចក្តាមកុំភ្លេចមានសាច់មាន់ឬក៏សាច់ជ្រូកចងនឹងខ្សែរៀងវែងតិចមកយើងស្ទូចក្តាមពេលទឹកឡើងណាហើយពេលទឹកស្រកបងប្អូនអាចរក oyster រើសខ្ចៅហើយងាវបានចាងាវបងប្អូនប្រើសមទៅចាឬអានោះខ្នាតតូចកុំយកអានោះខ្នាតធំខ្លាចគេផាកអញ្ចឹងនេះខ្ញុំលើកតគ្នាមិនដឹងថាប៉ិតឬមិនប៉ិតទេមកថ្ងៃនេះសុទ្ធតែជនជាតិវៀតណាមចាក់ចរៀងគឺថាប៉ណ្ណឹងគ្នាហ្មងហើយ Fins នោះលើភ្លេងបានទេដឹងតែរមអីបងប្អូនកុំភ្លេចត្រៀម
ទឹកស្អាតណាចាបើសិនជាមកនៅនេះដល់ល្ងាចហ្មងកុំភ្លេចត្រៀមទឹកស្អាតត្រៀមម្ហូបអាហារឲ្យបានគ្រប់គ្រាន់ហើយត្រៀមសរងមកផងស្រីៗគ្នាយើងចាពួកកន្លែងនេះអត់មានបកូននេះណាកន្លែងនេះខ្យល់ខ្លាំងណាចាធម្មតាខ្យល់ខ្លាំងមែនតើប៉ុន្តែថ្ងៃពួកខ្ញុំមកនេះស្ងប់ខ្យល់ចាខ្យល់ប្រហែលជាខ្ទង់កម្រិត1កម្រិត2អីទេហើយតិចទៀតហ្នឹងនាំគ្នាដោះអាវក្រៅចេញហើយបងប្អូនមកត្រៀមភួយត្រៀមអាវក្រាស់ៗចាព្រោះថាពេលខ្លះខ្យល់ខ្លាំងសំបីតែដាក់តង់ដាក់ឆាត់ក៏ដាក់អត់នៅដែរប៉ើងអស់ខ្ញុំមកដល់នេះទឹកចាប់ផ្ដើមឡើងបដាអីអញ្ចឹងមករើស oyster មុនគេព្រោះ oyster ស្រួលរើសអញ្ចឹងហើយខ្ចៅគឺអត់បានរើសទេដោយសារអត់មានពេលហើយវីដេអូក្រោយនេះខ្ញុំនឹងបង្ហាញពីសកម្មភាពរើស oyster រើសងាវចានិយាយទៅងាវមានកន្លែងរបស់វាទៀតហើយខ្ចៅក៏អញ្ចឹងដែររើសបែបម៉េចបានល្អអញ្ចឹងកុំភ្លេចរងចាំទស្សនាវីដេអូក្រោយទាំងអស់គ្នាណាមកបងប្អូនដាក់មកបងដាក់មកអូយណាគេចូលចិត្តដាក់ថាត់នេះ